អត់នៅក្នុងស្រុកគាត់ចឹងទៅទាក់ទងនឹងការសិក្សានៅសាលាពុទ្ធធម្មសិក្សានេះក្រុមកោតសាទឹកចិត្តពុទ្ធបរិស័ទនៅជំនួសទីវត្តទាំងបេងព្រមទាំងអាចារ្យគណៈកម្មការដែរគាត់ដូចស្លោកសង្ស្ក្រឹតមួយដែលលោកពោលថាណានផសោពូសនាមចន្ទ្រោវិស័យពុទ្ធកសិក្សាគឺជាការរៀនសូត្រមួយបែបតាមលំហាននៃពុទ្ធសាសនាហើយវិស័យពុទ្ធកសិក្សានេះក៏មានសញ្ញាបត្រស្មើទៅនឹងខាងអាណាចក្រដែរអញ្ចឹងវិស័យពុទ្ធកសិក្សាគឺជាអាយុជីវិតនិងជាចឹងខ្នងនៃពុទ្ធសាសនាបើសិនតែគ្មានវិស័យពុទ្ធកសិក្សានេះទេណាពុទ្ធសាសនាក៏មិនអាចរីកចម្រើនបានដែរអញ្ចឹងវិស័យពុទ្ធកសិក្សានេះគឺមានមកទៅនឹងអាណាចក្រមានពុទ្ធកបឋមសិក្សាមានពុទ្ធកអនុវិទ្យាល័យវិទ្យាល័យថាបញ្ញាបត្រលោកបណ្ឌិតនិងបណ្ឌិតដូចគ្នាទៅនឹងខាងអាណាចក្រដែរបាទដូច្នេះហើយទៅខ្ញុំកណ្ណាចំបានចុះមកសម្ភាសនៅក្នុងវត្តទាំងបេងស្ថិតនៅភូមិថ្នល់ឃុំល្វែងរស័យស្រុកទីក្រែងខេត្តសៀមរាបបាទអញ្ចឹងកុំឲ្យខាត់ពេលយូរសូមនិមន្តនឹងអញ្ជើញកាលណាគុណចាស់ហើយនឹងពុទ្ធបរិស័ទបងប្អូនទាំងគ្នាតាមដាននៅការសម្ភាសនៅគ្រូចាតកាដែលជាគណៈគ្រប់គ្រងសាលាពុទ្ធកបឋមសិក្សាវត្តព្រាងបេងដូចទៅបាទអញ្ចឹងសូមក្រាបថ្វាយបង្គំគ្រូចាស់ណាថ្ងៃនេះខ្ញុំកាពិតជាមានភាពសប្បាយរីករាយខ្លាំងមែនទែនដែលបានចុះមកពិភាក្សាកណ្ណាគុណចាស់ជាគណៈគ្រប់គ្រងសាលាពុទ្ធកបឋមសិក្សាវត្តព្រាងបេងនេះហើយជាបឋមសូមគុណមន្តនាមទៅហើយជាធម្មសូមវត្តកម្មពុទ្ធតែមហាសង្ឃទាំងយុព្រះមេគុណខេត្តសៀមរាបព្រះលោកគុណស្រុកទីក្រែងព្រះចរណធរៈព្រះអង្គចំកណ្ដាលថ្មភាពនាមភឹមញលជាចាតិកាវត្តព្រះបេងស្ថិតនៅក្នុងឃុំវែងស័យស្រុកទីក្រែងខេត្តសៀមរាបការណាសម្រាប់ប្រគុណច្រើនណាស់អញ្ចឹងគុណចាស់ជាអ្នកគ្រប់គ្រងសាលាហើយនឹងជាគ្រូចាត់ការក្នុងប្រទេសនេះតទៅតែខ្ញុំមានសំណួរចង់ទៅជួគុណចាស់ស្មួយចំនួនតើសាលាពុទ្ធកបឋមសិក្សាវត្តព្រាងបេងនេះបើកចាប់ពីឆ្នាំណាមកដែរសូមរកតកតងជាមួយនឹងការសិក្សានៅសាលាពុទ្ធកបឋមសិក្សានេះមានការចែកជាពីរដំណាក់កាលដំណាក់កាលទី1បើកដំបូងបំផុតនៅឆ្នាំ1962មកដល់ឆ្នាំ1970ជាឆ្នាំដែលប្រទេសយើងកើតកងយុគមានន័យថាការរៀនសូត្រក្នុងសម័យកាលនោះយើងរៀនបានតែ8ឆ្នាំហើយដល់នឹងរលត់ផុតទៅរហូតមកដល់ឆ្នាំ2014មករហូតមកដល់ឆ្នាំ2025នេះគឺមានរយៈកាល10ឆ្នាំហើយពីដំណាក់កាលនេះអរគុណច្រើនគុណចាស់បានបើកមុនសម័យជំរាមហើយដល់សម័យជំរាមមកបិទរយៈសិនបិទដូចជាអស់រយៈពេល44ឆ្នាំពីឆ្នាំ70ដល់ឆ្នាំ2014នេះគឺអត់ដែលបានរៀនសោះអញ្ចឹងបានចាប់ដើមដំណើរការចាប់ពី2014វិញ2014មកដល់ឡើយកណាទៅសាលាផ្សេងដំណើរការពី2005មកអញ្ចឹងគុណគ្រាឆ្ងាយពីជា10ឆ្នាំណាមកក្នុងក្រោយទៅណានៅទៅម៉េចយើងឡាយទៅយកចំណេះវិទ្យាសិនបានមកវិញណាអរគុណច្រើនណាហើយទៅមួយទៀតគឺគុណចាស់បើកបង្រៀនប្រមាណកម្រិតថ្នាក់ដែរនៅក្នុងឆ្នាំ2025-26នេះណាឆ្នាំ2025-2026នេះគឺសាលាពុទ្ធកបឋមសិក្សាវត្តព្រាងបេងនេះបើកបង្រៀន2ថ្នាក់គឺ2កម្រិតនៅថ្នាក់ទី1ហើយនៅថ្នាក់ទី2អរគុណច្រើនហើយនៅក្នុងកម្រិតថ្នាក់ហ្នឹងគឺមួយថ្នាក់មានប្រមាណអង្គដែរដែលការយើងដាក់ពាក្យចូលរៀនហ្នឹងថ្នាក់ទី1ឆ្នាំនេះឡើងច្រើនរហូតដល់33អង្គដល់33ប៉ុន្តែខ្សត់តែថ្នាក់ទី2ហើយទី2យើងមានត្រឹមតែមួយតំណប់អង្គមួយតំណប់អង្គតែអាចបើកថាសំគ្នាទៅពីបានសំទៅណាអរគុណចា៎ហើយអញ្ចឹងចំពោះសំណាក់សិស្សដែលនិមន្តមករៀនហ្នឹងគឺលោកនិមន្តមកពីស្រុកណាឬខេត្តណាខ្លះទេណាតាកតងជាមួយសំណាក់សិស្សដែលមកសិក្សានៅពុទ្ធកបឋមសិក្សាវត្តព្រាងបេងនេះមានពីខាងកំពង់ធំខាងកំពង់ធំខាងឧត្តរមានជ័យប្រទីមានជ័យហើយឆ្នាំខ្លះក៏មានខាងពីបាត់ដំបងដែរហើយនឹងក្នុងស្រុកទីក្រែងយើងផងហើយនឹងមកពីក្រៅស្រុកទីក្រែងយើងចឹងប៉ុន្តែក្នុងខេត្តសៀមរាបយើងណាគុណអរគុណច្រើនណា
ចឹងមានន័យថាសប្តាហ៍សិស្សគឺមិនមែនតែកូនស្រុកទេ បងបង ណាចឹងមានមកពីខាងខេត្តកំពង់ធំក៏មានខាងបាត់ដំបងក៏មាន បងបង ណាហើយនៅក្នុងស្រុកនៃកំណត់ខេត្តជំរាបយើងក៏មានដែរណាអរគុណច្រើនចឹងយើងមានធនធានច្រើនហើយចម្លែកមួយតែថ្នាក់ទី1គុណគឺមានច្រើនជាងបណ្ដាវត្តផ្សេងៗណាសូមសរសើរគុណដែរហើយតែមួយទៀតចំពោះគ្រូបង្រៀនវិញតើគុណមានគ្រូជាកិច្ចសន្យាដែរទេនឹងមានគ្រូជួលប្រហែលអ្នកដែរ បងបងតេតងផ្នែកគ្រូបង្រៀននៅពុទ្ធកធម្មសាវកខាង3យើងនេះកិច្ចតេតងនឹងគ្រូហ្នឹងគឺមន្ទីរបានផ្ដល់ឲ្យដំបូងឡើយឲ្យតែមួយណាដល់ឃើញថាកិច្ចខំប្រឹងប្រែងនៅទីនេះហើយលោកគ្រូបានឃើញហើយការបរៀននៅទីនេះគឺស្មានទៅតនេទេគឺឡាយរហូតកណាអញ្ចឹងទៅទីលោកផ្ដល់ឲ្យមួយទៀតអញ្ចឹងទាំងអស់មាន2គ្រូកិច្ចសន្យាហើយនឹងដោយសារតែមុខវិជ្ជានៅពុទ្ធកថាសាមិនតិចទេណាវាច្រើនអញ្ចឹងគ្រូមួយមិនអាចរត់បានអញ្ចឹងស្មាក៏សម្រាប់ថែម2ទៀតអញ្ចឹងគ្រូជួលតែ2ទាំងអស់មានន័យថា4គ្រូ4អញ្ចឹងប្រសងទាំងអស់ប្រសងទាំងអស់ជាប្រសងណាដោយវត្តផ្សេងខាងជាអ្នកគ្រប់គ្រងលោកជួលខាងប្រសក់គ្រូខាងអាណាចក្រមានគ្រូក្របខ័ណ្ឌណាជួលជាខែជួលមួយខែ200000ហ្នឹងសម្រាប់ឲ្យទៅមកបរិញ្ញាបត្ររៀនខ្មែរតែនគុណយើងយកគ្រូអញ្ចឹងថាយើងយកធនធានយើងប្រើណាអរគុណច្រើនអញ្ចឹងគ្រូគឺមាន4មាន4ព្រះអង្គណាអញ្ចឹងគុណជាអ្នកគ្រប់គ្រងសាលាក៏ជួយបរិញ្ញាបត្របរិញ្ញាហើយនឹងគ្រូជួលមាននិគុណគុណម្ចាស់ដែលលោករៀនចប់ហើយលោកជួយរៀនវិញណាអញ្ចឹងល្អដើម្បីបណ្ដុះធនធានយើងជំនាន់ក្រោយបន្តទៅទៀតណាអរគុណច្រើនហើយទៅមួយទៀតគឺចំពោះកញ្ចប់ថវិកាត្រួតត្រងសាលាវិញគុណចំណាយទាំងជួលគ្រូចំណាយទាំងរដ្ឋបាលផ្សេងគុណចំណាយមួយឆ្នាំប្រហែលហ្នឹងតេតងការចំណាយទៅលើគ្រូនេះហើយនឹងរដ្ឋបាលផ្សេងដូចជាការប្រឡងប្រចាំខែការប្រឡងឆោមនេះអញ្ចឹងណាទៅវាមានបានរសើរមានអីចឹងទៅហើយត្រូវការដាក់សុំអីព្រីមអីផ្សេងទៅធ្វើទៅសេអីផ្សេងទៅបោះចូលទៅរចនាចូលផ្សងប្រហែលជា2000ជាងទៅ3000ហ្នឹងតាមខ្លះអាចដល់3000តាមខ្លះអាច2000ជាងអញ្ចឹងណា2000ជាងដុល្លារណាអរគុណច្រើនអញ្ចឹងសរុបទៅយើងវាយថា$3000អញ្ចឹងណាមួយឆ្នាំអញ្ចឹងបណ្ដាសង្វត្តផ្សេងដែលលោកកំណត់តែលោកចំណាយគឺប្រហាក់ប្រហែលដូចគ្នានឹងបែបទាំងជួគ្រូទាំងផ្នែករដ្ឋបាលគឺមួយឆ្នាំលោកវាយថាអស់$3000ណាអរគុណច្រើនហើយទៅមួយទៀតកណាសូមសួរពីការគ្រប់គ្រងមានន័យថាចំពោះពុទ្ធបរិស័ទលោកអាចារ្យគណៈកម្មការអីគិតគ្រប់គ្រងយ៉ាងផុសផុលអត់នៅក្នុងវត្តចឹងទៅតេតតនឹងការសិក្សានៅសាលាពុទ្ធកធម្មសិក្សានេះសូមកោតសរទឹកចិត្តពុទ្ធបរិស័ទនៅជំនួសជីវិតទាំង3ព្រមទាំងអាចារ្យគណៈកម្មការដែរណាគាត់ចូលរួមខ្នះខ្នែងពិសេសបើសិនជាមិនមានការគ្រប់គ្រងជ្រោមជ្រែងពីពួកគាត់ទេក៏ដំណើរការពុទ្ធកសិក្សាហ្នឹងក៏មិនអាចទៅរលូនបានដែរគឺក៏ហៅថាតេតងមួយនឹងចង្ហាន់ព្រោះហ្នឹងសេដ្ឋកិច្ចប្រចាំថ្ងៃណានឹងចង្ហាន់ពីពេលព្រឹកហើយនឹងថ្ងៃត្រង់អញ្ចឹងពួកគាត់ជួយរៀបចំមកផុសផុលពុទ្ធបរិស័ទគាត់ដាក់ជាចង្ហាន់នៅតាមវេតាមភូមិអញ្ចឹងណាដើម្បីផ្គត់ផ្គង់អញ្ចឹងគឺកោតសរឲ្យបើសិនជាវត្តត្រូវការអាត្មាត្រូវការប្រកាសគេក៏ខ្វះសភៅខ្វះប៊ិចសភៅសិក្សាគោលទៅតងវេយ្យាករណ៍បាលីអញ្ចឹងណាគោលប្រកាសប្រាប់គាត់ហ្នឹងគាត់ជួយបាទក៏ជួយបំផុលរៃលុយកប្រកាសអញ្ចឹងចូលរួមទិញសភៅគេនៅសំណាក់សិស្សគណៈអរគុណច្រើនឃើញថាពុទ្ធបរិស័ទគឺគ្រប់គ្រងនឹងវិស័យពុទ្ធកសិក្សាអញ្ចឹងយើងមានន័យថាការស្គាល់ឬក៏ការយកចិត្តទុកដាក់ហើយចំណេះដឹងនៃពុទ្ធបរិស័ទគឺមានច្រើនណាអញ្ចឹងគឺដឹងពីថាអ្វីដែលពុទ្ធសាសនាបានបង្រៀនគឺបើសិនតែអត់មានវិស័យពុទ្ធកសិក្សាទេពុទ្ធសាសនាក៏មិនរីកចម្រើនដូចគ្នាបាទ
ចឹងមនុស្សគ្រប់គ្នាគឺត្រូវការចំណេះដឹងណាដឹងដូចស្លោកសំស្ក្រឹតមួយដែលលោកពោលថាណាណផសោពុសនាមចន្ទ្រោណារីណាមពុសនាមបតិហិវរិទ្ធជីវយាពុសនាមរាចាវិទ្យាសរវស្សៈពុសនាមណាព្រះច័ន្ទចែងតាំងជាលំអមេឃស្វាមីគូត្រេកជាលំអត្រីព្រះរាជាជាលំអផែនដីវិជាជាស្រីសុស្ដីសពមនុស្សណាអញ្ចឹងវិជានេះគឺល្អណាស់សម្រាប់មនុស្សទូទៅគ្រប់ប្រតបវណ្ណៈណាចឹងពុទ្ធសាសនាគឺជាឃ្លាំងចំណេះដឹងមួយសម្រាប់ពុទ្ធបរិស័ទឬក៏មហាជនទូទៅណាអរគុណច្រើនហើយចូលដល់មួយទៀតគឺចំពោះការរៀបចំរដ្ឋបាលហើយគុណមានជារៀបចំបែបថាមានខាងគណនេយ្យឬក៏ក្រុមបច្ចេកទេសអីគេទេតកតងជាមួយទាំងអស់នេះផ្នែកការរៀបចំក្នុងថ្នាក់យើងរៀបចំដូចជាតារាងប្រមូលតារាងតែប្រមូលអញ្ចឹងណាមានការវិភាគមានអីនេះយើងរៀបចំមានអស់ហើយប៉ុន្តែតកតងនឹងគណនេយ្យទៅយើងមិនទាន់មានទេនេះគ្រប់គ្រប់បងណាអរគុណច្រើនហើយតែមួយទៀតគឺចំពោះការប្រឡងមិនប្រឡងសម្រាប់ចូលនេះគឺគាត់មានរៀបធ្វើរៀបបែបម៉េចខ្លះជាបែបថ្នាក់ទៀតឬក៏រៀបធម្មតាតកតងការប្រឡងចូលនេះយើងរៀបចំធម្មតាទេគឺដោយគ្រូហើយវិញ្ញាណមួយចំនួនក៏បានឃើញហើយនៅទីនេះប្រឡងគឺច្រើនគឺរៀបចំនៅខាងក្រៅ5ម៉ែត្រមកអង្គ5ម៉ែត្រមកអង្គហើយតកតងនឹងការរៀបចំហាក់ទៀតមានគណៈកម្មការរៀបអីយើងអត់មានទេបងហ្នឹងហើយតែឆ្នាំខ្លះមានអញ្ជើញខាងភូមិដែរគឺន័យថាកម្មវិធីនោះមិនទាន់បានធ្វើជប់ដប់ទេក៏មានឆ្នាំខ្លះអញ្ជើញគាត់មកកាត់វិទ្យាសាស្ត្រមានខ្លះដែរណាខ្ញុំខ្លះអរគុណអញ្ចឹងជាសំណពោកណ្ដាលខ្ញុំនិយាយតែសំណពោចឹងថាប្រគិនគុណនឹងរៀបចំទៅជាបែបថ្នាក់ទៀតដើម្បីរៀបចំទៅណាមួយយើងក៏ប្រកបទៀតទៅសកម្មទៅកាលណាតែឡើងដល់ខេត្តគឺលោកដឹងផ្លេចតែនេះត្រូវធ្វើមិនមានរយៈការពារមិនហើយមានគណៈកម្មការមកដើរចុះគ្រប់មិនលោកស្គាល់ឡើងដល់ខេត្តលោកអភ័យទេណាហើយសរសើរសេចុះសម្លឹកក្បាលកិច្ចការអីលោកចេះតែលេងអស់ហើយណាគេអត់ប្របាទេអញ្ចឹងគឺគណៈសំណពោថាគាត់ចាំក្រោយឬក៏ឆ្នាំហ្នឹងក៏បានព្រមមាន2ហ្នឹងក៏បានណាគាត់រៀបបែបជាកាត់វិញ្ញាសាមាននិមន្តព្រះអនុគុណឬក៏លោកនិភូមិនិឃុំអីដើម្បីអញ្ជើញគាត់មកកាត់ថាស្លឹកកាត់វិញ្ញាសាដើម្បីបញ្ជាក់ទៀតត្រឹមត្រូវទៅហើយណាមួយក៏យើងអាចប្រកាសប្រាប់ពុទ្ធបរិស័ទណាថាយើងបានធ្វើលក្ខណៈទៀតណាអរគុណច្រើនណាស់គណៈអរគុណហើយតទៅមួយទៀតគណៈសូមសួរអំពីដែលគាត់មានយុទ្ធសាស្ត្រយ៉ាងណានៅក្នុងការយុទ្ធសាស្ត្រឬក៏គីសាស្ត្រយ៉ាងណាក្នុងការបង្រៀនធ្វើឲ្យតាមសិស្សយើងពូកែហើយនឹងធ្វើឲ្យវិស័យពុទ្ធកនេះជួយតែរីកចម្រើនទៅបងអរគុណគ្រូឆ្លងបទពិសោធន៍របស់ក្បាលផ្ទាល់ដែលបានចូលជើងហើយនៅរៀននៅសាលាពុទ្ធកក្នុងភាសានេះដំបូងឡើយយើងមានហៅថាលះដឹងខ្លួនឯងសិនហើយនិយាយចង់សមត្ថភាពខ្លួនឯងសិនណាតើយើងអាចបង្រៀនបានប៉ុណ្ណាហើយយើងសិក្សាបន្ថែមទៅលើចំណុចដែលយើងខ្វះខាតនៅក្នុងវិញ្ញាណរូបរបស់គេបង្ហាញហើយថាស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀនយើងមាន4យ៉ាងដឹងវិជ្ជាជីវៈប្រតិបត្តិវិជ្ជាជីវៈទាក់ទងនឹងសិលធម៌វិជ្ជាជីវៈអីទាំងអស់ហ្នឹងជាចំណុចសំខាន់ណាស់សម្រាប់គ្រូបង្រៀនបាទនិយាយក្រោយបន្តិចបើយើងរៀនហាក់ទី1អញ្ចឹងណាបាទនិយាយហ្នឹងគឺផ្ដោតសំខាន់លើបាលីចុះបាលីគោលការណ៍កិច្ចការដ្ឋានយើងមួយឆ្នាំយើងឲ្យរៀន4នាទីសម័យមុនណាសម័យមុន4នាទីដល់ឥឡូវនេះឆ្នាំ2025នេះគេឲ្យថែមសមាសថែមនាមក្រិតអញ្ចឹងវាឡើងដល់5 6នាទីអញ្ចឹងណាឆ្នាំទី1យ៉ាងម៉េចក៏ចប់5ទៅ6នាទីកម្មវិធីសាស្ត្រទៅមិនចប់ទេតែអត់ចប់នឹងឯងសិស្សចូលឆ្នាំទី2ទៅទេតតាបងតែស្មាតតែស្អីតាម Facebook អីចឹងណាហ្នឹងតែមិនចប់កម្មវិធីនោះសិនហើយយើងធ្វើតេស្តតើលទ្ធផលនៃការបរិញ្ញា4នាទីនេះឯងសិស្សទទួលលទ្ធផលនៃការសិក្សាហ្នឹងបានប៉ុណ្ណាបើមិនទាន់ទេត្រូវលៃឡងទៅមិនបន្ថែមទៀតដូចនៅទីនេះថ្នាក់ទី1លោកគ្រូសូត្រស្ដាប់ពុំទៀតហ្នឹងលោកបរិញ្ញាចប់តាមគោលការណ៍ហ្នឹងដល់ពេលចប់ទៅចូលឆ្នាំទី2អាត្មាមកកន់ទេឆ្នាំទី2ដល់ពេលចូលឆ្នាំទី3ជួនកាលមានពេលវេលាអាត្មាកន់មកតែអញ្ចឹងមានន័យថាបើនិយាយពីសមាសនិតិវា3ឆ្នាំនោះរៀនដល់ទាំង3រៀនដែរតែដោយសារតែស្រង់ប័ណ្ណពិសោធន៍ការរៀននៅបាត់ដំបងគ្រូកុំផ្សាយអាត្មានោះទៅចិត្តកន់ដោយសារតែសិស្សយើងនៅក្មេងអញ្ចឹងមកជាបល័យវាមិនមែនភាសាខ្មែរទៀតខ្មែរយើងណាពីភាសារបស់យើងអញ្ចឹងវាមានវេយ្យាករណ៍មានអីរឿងពិបាកដែរអញ្ចឹងត្រូវការកន់ចុងកន់ឡើងអញ្ចឹងសិស្សតែទទួលយកបានអញ្ចឹងទីសាស្ត្របរិញ្ញាទូទៅដូចអាត្មាជំរាបកម្មវិធីរបស់អគ្គលេខា
កំណត់ថាប៉ុណ្ណាយើងលៃលោកឲ្យចប់ចឹងហើយចប់ហើយកុំបោះបង់ចូលឆ្នាំទី2គឺយើងត្រូវបង្កន់មួយសាទៀតឡើងចូលទី3បើមានពេលបង្កន់មួយសាទៀតទៅហើយ បើឡៃចឹង ណាអរគុណច្រើនណាចឹងឃើញថាវត្តគ្រឿងដីនេះជាវត្តមួយដែលល្បីនៅក្នុងខេត្តប្រចាំខេត្តសៀមរាបណាឃើញថាបាននីតិល្អប្រប្រចាំខេត្តសៀមរាបតែម្ដងបាទចឹងគឺវត្តគ្រឿងដីហ្នឹងឯងណាចឹងពុទ្ធបរិស័ទក៏បានដឹងបានឮហើយដែលកូនចាស់បានផុសទៅតាមបណ្ដាញសង្គមហើយខ្ញុំគណៈខ្ញុំបាទចុះមកផ្ទាល់គឺពិតជាថាឃើញកម្មវិធីនោះពិតជាខ្លាំងមែនទែនណាចឹងអរគុណច្រើនហើយចឹងសូមសួរគុណមួយទៀតតើនៅសាលាពុទ្ធកៈក្នុងការវត្តគ្រឿងដីនេះជនជាអ្នកគ្រប់គ្រងមានបញ្ចូលបែបកម្មវិធីធម្មវិន័យដើម្បីទាក់ទាញសិស្សសាលាឲ្យគាត់មករៀនហើយឲ្យគាត់ប្រឡងទៅជំនាញបានទៅតតចំណុចអស់នេះនៅសាលាយើងមិនត្រូវបានរៀបចំទេប៉ុណ្ណា ណាអរគុណចឹងជាសំណពោបាសនាណាចឹងសំណពោថាសូមគុណជាវិស័យសាលាធម្មវិន័យនេះផងដើម្បីយើងយកខ្ញុំនិយាយថាវិស័យពុទ្ធកសិក្សាផ្សារជាសង្គមណាដើម្បីយកខាងហ្នឹងខាងណាចាក់ហ្នឹងឲ្យគាត់មករៀនទៅឲ្យគាត់បានចេះដឹងផ្លែយល់ពីពុទ្ធសាសនាមិនចឹងអញ្ចឹងយើងគៀកគ្នាឲ្យបានខ្លាំងមែនទែនដើម្បីឲ្យពុទ្ធបរិស័ទឬក៏កូនខាងសាលារដ្ឋហ្នឹងឲ្យគាត់បានសិក្សារៀនសូត្រแบบធម្មវិន័យហ្នឹងដែរហើយយើងប្រឡងធម្មវិន័យនឹងតាមគឺប្រឡងហាក់ជាតិតែបានញ៉ាបានមួយគឺអត់ណាចឹងអរគុណច្រើនខ្ញុំមានតែប៉ុណ្្នឹងឯងណាបាទអញ្ចឹងជាចុងក្រោយនេះខ្ញុំកណាក៏សូមអរគុណសម្រាប់អង្គគ្រូដែលផ្ដល់ឱកាសឬក៏ផ្ដល់ពេលវេលាសម្រាប់ខ្ញុំកណាមកពិភាក្សាខ្ញុំទៅសួរសុខទុក្ខពីវិស័យពុទ្ធកសិក្សានៅទីនេះហើយដើម្បីគុណចែករំលែកនៅបទពិសោធន៍ក្នុងការគ្រប់គ្រងក្នុងការបង្រៀនដើម្បីដល់សាលាពុទ្ធកសិក្សាផ្សេងទៀតបានជាគំរូឬក៏ផុសស្មារតីសម្រាប់វិស័យពុទ្ធកសិក្សានេះហើយនៅក្នុងការពិភាក្សារបស់ខ្ញុំកណាគឺមានតែប៉ុណ្្នឹងហើយទីចុងក្រោយនេះតែគាត់មានជាសំណពោឬក៏ជាការលើកឡើងដែលណាខ្លះសូមមុនជាដំបូងសូមអរគុណលោកគ្រូដែលបានអញ្ជើញមកវត្តសម្ភារមួយខ្ញុំគណៈប្រទៀតជាគណៈគ្រប់គ្រងសាលាពុទ្ធកបឋមសិក្សាវត្តគ្រឿងបេងជាហៅពីដើមហ្នឹងហៅថាសាលាបាលីរងជាសំណពរសូមជាពិសេសគឺពុទ្ធបរិស័ទក្នុងជួរវត្តគ្រឿងបេងជាដំបូងគាត់អរគុណញោមសម្រាប់ជួយកន្លងមករយៈពេល11ឆ្នាំនេះញោមញាតជួយទាំងចង្ហាន់ជួយទាំងកន្លែងសម្ភារៈសិក្សាផ្សេងនៅក្នុងទីនេះញោមញាតចូលរួមជួយបន្តទៅទៀតប៉ុណ្ណាដើម្បីឲ្យវិស័យសិក្សានៅវត្តព្រះនេះបន្តហើយនឹងមាននិរន្តរភាពតទៅមុខទៀតព្រោះយើងតាំងពីបើកឆ្នាំ2014មកដល់ឥឡូវនេះមិនដែលអត់ខានឆ្នាំណាទេយើងដំណើរការទៅរហូតចឹងសូមញោមញាតក្នុងជីវិតចាអ្នកកម្មការទាំងអស់បន្តបេសកកម្មមួយនេះតទៅទៀតហើយជាផ្សេងទៀតគឺថ្លែងអរគុណជាក្នុងពោបន្តែព្រះព្រហ្មរតនមនីเป็นតែមស្រីសុវណ្ណោប៉ុន្តែតែងតែយកចិត្តទុកដាក់ក្នុងវិស័យពុទ្ធកសិក្សានេះមានការគ្រប់គ្រងយ៉ាងខ្លាំងចំពោះការសិក្សារបស់ព្រះសង្ឃដោយសារពុទ្ធកសិក្សានេះគឺជាឆ្អឹងខ្នងជាឫសគល់នៃពុទ្ធសាសនាហើយពុទ្ធកសិក្សានេះក៏បានចូលរួមក្នុងវិស័យធនធានមនុស្សធនធានព្រះសង្ឃនឹងច្រើនណាស់តាំងពីសម័យបុព្វកាលមកហើយការសិក្សានៅសាលាពុទ្ធកសិក្សានេះសម័យបុរាណយើងរៀនតែពោធិ៍សត្វឥឡូវនេះយើងអត់ទេកំណែតម្រង់ឆ្នាំ50 60នេះយើងបានបញ្ចូលមុខវិជ្ជាទាំងអាណាចក្រទាំងពុទ្ធចក្រចូលមកក្នុងពុទ្ធកសិក្សាយើងនេះអញ្ចឹងប្រសងយើងអាចសិក្សាបានទាំងអស់ហើយអញ្ចឹងទៅខ្ញុំកណាធ្វើភាពសូមថ្លែងអរគុណហើយមួយទៀតក៏ទឹកប្រតិលោកបងគ្រូលោកគុណចូលពីក្រែងនាយកសាលាពុទ្ធកកម្មសិក្សាក្នុងស្រុកពីក្រែងនោះក៏លោកតែនាយកប្រតិទុកដាក់ពីការលោកតែផ្ដាំសួរសុខទុក្ខយ៉ាងណានៅហើយការសិក្សាឡើងទៅប្រជុំដល់មកក៏លោកតែកោតសរសើរលើកទឹកចិត្តឲ្យទីតាំងប្រឹងប្រែងតទៅទៀតគឺក្នុងពរឲ្យបងគ្រូលើកទឹកចិត្តហើយនឹងជួយគ្រប់គ្រងតទៅទៀតដើម្បីឲ្យការសិក្សាបញ្ញត្តិនេះបានល្អប្រសើរតទៅទៀតណាអរគុណអញ្ចឹងខ្ញុំកាលណារួមទាំងគុណជាអ្នកគ្រប់គ្រងសាលាក៏សូមអធិស្ឋាននឹងអភ័យទោសក្នុងកំហុសខុសឆ្គងនៃការឡើងចេតនាក្នុងការបរិយាយនេះអញ្ចឹងខ្ញុំកាលណាខ្ញុំបាទសូមមកកាត់ផ្លែគម្រាមសូមជម្រាបលា